រូបខ្យល់មូសុងអេសានដែលបកលើសមុទ្រចិនខាងត្បូងអានទន្លេមេគង្គនិងសមុទ្រកម្ពុជាមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជានេះបើយោងតាមក្រសួងធនធានទឹកនិងឧតុនិយមស្ថានភាពបែបនេះនឹងធ្វើឲ្យមួយតំបន់វាលទំនាបសីតុណ្ហភាពមធ្យមបរមា22អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងសៀមរាបពោធិ៍សាត់កំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលស្វាយរៀងតាកែវនិងរាជធានីភ្នំពេញពុំមានភ្លៀងធ្លាក់ទេពីតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមបរមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា33អង្សាសេខ្យល់បក់មកពីទិសឧត្តរនិងទិសឦសានមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តឧត្តរមានជ័យប៉ៃលិនកំពង់ស្ពឺព្រះវិហារក្រចេះរតនគិរីមណ្ឌលគិរីស្ទឹងត្រែងតំបន់ជួរភ្នំក្រវាញនិងជួរភ្នំដងរែកពុំមានភ្លៀងធ្លាក់ទេ3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមបរមា22អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោពុំមានភ្លៀងធ្លាក់ទេរលកសមុទ្រមានកម្ពស់មធ្យមបរមា 0.50 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 1.00 ម៉ែត្រអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន